ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាស្ត្រីដែលបរោះប្រាថ្នាចង់រៀបអាពាហ៍ពិពាហ៍ជាមួយគឺជាស្ត្រីដែលជាអ្នកមានទី1មានអត្តចរិតល្អអត្តចរិតល្អបង្ហាញពីការគួរឲ្យគោរពនិងស្រឡាញ់ពីអ្នកដទៃអត្តចរិតល្អមិនត្រូវការសម្ដីច្រើនប៉ុន្តែបង្ហាញចេញតាមទង្វើរៀងរាល់ថ្ងៃមនុស្សដែលមានអត្តចរិតល្អគឺជាមនុស្សដែលជាទីពេញចិត្តដល់ព្រះនិងមនុស្សផងទី2មានការខិតខំប្រឹងប្រែងការខិតខំប្រឹងប្រែងដោយសុចរិតនោះនាំមកនៅពរជ័យការខិតខំប្រឹងប្រែងដោយមានឆន្ទៈទោះផ្លូវនោះយូរគង់តែទៅដល់គោលដៅទី3មានប្រាជ្ញាមានការគិតពិចារណាល្អចេះសម្រេចចិត្តត្រឹមត្រូវនិងរស់ដោយការយល់ដឹងមនុស្សមានប្រាជ្ញាជួយឲ្យជីវិតជៀសផុតពីបញ្ហាច្រើនមនុស្សមានប្រាជ្ញាចេះស្ដាប់ចេះអត់ធ្មត់និងចេះស្រឡាញ់មនុស្សមានប្រាជ្ញាមិនដឹងច្រើនទេប៉ុន្តែដឹងធ្វើត្រឹមត្រូវទី4មានភាពស្មោះត្រង់មានន័យថាមានចិត្តសុចរិតនិយាយពិតធ្វើត្រឹមត្រូវនិងមិនបោកបញ្ឆោតអ្នកដទៃមនុស្សដែលមានភាពស្មោះត្រង់គឺជាមនុស្សដែលគេអាចទុកចិត្តបានមានភាពស្មោះត្រង់មានតម្លៃជាងពាក្យសន្យាមានភាពស្មោះត្រង់ទោះគ្មានអ្នកណាមើលឃើញក៏ព្រះទ្រង់ទតមើលឃើញដែរលើសអំពីនេះទៅទៀតនាងគឺជាស្ត្រីដែលកោតខ្លាចដល់ព្រះជាអង្គម្ចាស់ស្ត្រីបែបនេះនឹងធ្វើឲ្យគ្រួសារមានពេញទៅដោយសេចក្តីស្រឡាញ់នោះជាគ្រឿងក្រអូបដល់ចិត្តរបស់បុរសជាប្តី